បាទអូខេតោះយើងខ្ញុំកែអត់តាន់ 100% ទេយើងកំពុងអាសាវាទីសិននេះកុងតាក់របស់យើងបិទទាំងពីរសិនកុងតាក់នេះយើងបិទទាំងពីរសិនបាទហើយទូរស័ព្ទរបស់យើងផ្សា ISP វាឲ្យមកបាទយើងផ្សា ISP វាឲ្យមកបាទហើយដោយសារនេះបាទដោយសារយើងប្រើ adapter នេះមកណាបាទយើងប្រើ adapter នេះមកអញ្ចឹងជាមួយខ្ញុំដកនេះសិនដកបាទអញ្ចឹងដើម្បីជាក់ច្បាស់ថាទូរស័ព្ទរបស់យើងហ្នឹងវាមានភ្លើងចូលយើងត្រូវតែដោតឆ្នាំងសាកចូលណាបាទយើងដោតឆ្នាំងសាកចូលមកបាទដោតឆ្នាំងសាកចូលហើយឲ្យឃើញcurrent load នៅលេខ1នេះបាទអញ្ចឹងយើងបញ្ជាក់ថាវាហ្នឹងមានភ្លើងមកបញ្ចូលមកទូរស័ព្ទនេះហើយបាទចូលមកទូរស័ព្ទនេះហើយកុងតាក់របស់យើងអត់តាន់បើកទេបាទកុងតាក់របស់យើងអត់តាន់បើកទេយើង connect box ជាមួយ ISP ជាមួយជើងសារឲ្យហើយណាបាទយើងរៀបចំហើយតែកុងតាក់របស់យើងអត់តាន់បើកទេតោះយើងទៅបើកកម្មវិធីបាទយើងបើកកម្មវិធី S64 របស់យើងមកបាទបើកចេញមកបាទនេះបាទនេះសេរីរបស់ box ណាបាទសេរីរបស់ box បាទអញ្ចឹងយើង select កន្លែងនេះមួយមកយើងបាទអូខេបាទអញ្ចឹងអានេះយើង connect box ជាមួយ computer ឲ្យស្គាល់បន្ទាប់មកយើងមក connect កន្លែង UFS ណាយើងយក UFS មកបាទយើង select ISP កន្លែងនេះយើងយក PWM លេខ4មកបាទបន្ទាប់មកយើងចុច connect វាមកបាទនេះកម្មវិធីរបស់យើងវាកំពុងរាវចាប់អញ្ចឹងនៅពេលដែលកំពុងតែរាវចាប់អញ្ចឹងយើងកាច់កុងតាក់របស់យើងនេះឡើងមកបាទកាច់កុងតាក់នេះឡើងមកយកដឹងម៉េះបាទអូខេកាច់កុងតាក់ឡើងហើយយើងចាំមកសន្ទុះមកបាទនោះវាចាប់ហើយបាទបាទនៅពេលដែលវាស្គាល់អញ្ចឹងហើយបាទស្គាល់អញ្ចឹងហើយយើងចូលមកកន្លែង partition នេះមកចុចកន្លែង partition នេះមកយើងចុចកន្លែង SRP នេះមកបាទចុចកន្លែង SRP មកបាទ yes មកបាទសិនវារត់ដល់ឃើញទេបាទ reset SRP successful ហើយបាទបន្ទាប់ពីយើង reset ហើយយើង complete disconnect កន្លែងនេះណាយើង disconnect សិនដើម្បីកុំឲ្យវាជាប់នេះកុំឲ្យបោកយើងខូចណាយើងចុចកន្លែងនេះមួយមកបាទវាចេញចេះបាទន័យថាយើងអាចផ្ដាច់ ISP បានណា